សួរចាខ្ញុំឈ្មោះកញ្ញាហើយខ្ញុំបានដាក់កូនខ្ញុំទី2នៅ year 5ហើយនឹងកូនពៅរបស់ខ្ញុំដាក់នៅ year 1នៅពេលដែលគាត់ឃើញសាលាគាត់ feel ថាគាត់ comfortable ខ្លាំងហើយគាត់ feel ថាគាត់ so enjoyable នៅពេលដែលគាត់ត្រឡប់ទៅផ្ទះវិញSuberry គឺមាន program រៀនដោយសាលាផ្សេងៗដែរប៉ុន្តែมันបានបញ្ចូលទៅមេរៀនរហូតទេគឺគាត់មាន play គាត់មាន art គាត់មានswim និយាយទៅគាត់សម្បូរកិច្ចប្រជុំដែលធ្វើឲ្យកូនក្មេងមានអារម្មណ៍ថាពេលមករៀនហ្នឹងគឺសុបាយនៅក្នុងការចង់រៀន so this is ខ្ញុំយក Suberry ជាជំរើសទី1ដែលខ្ញុំបានដាក់កូនខ្ញុំប៉ុន្តែបើកូនពៅគាត់ពិបាកមែនតើគាត់អត់សូវចង់រៀនទេប៉ុន្តែនៅពេលដែលគាត់មកសាលាជាទូទៅយើងពិបាកក្នុងការ wake up គាត់ប៉ុន្តែដល់ពេលដែលគាត់ផ្លាប់ដូរសាលាហ្នឹងហើយសាលាគាត់មានអី play លេងណាដូចថាកិច្ចប្រជុំអីដែលធ្វើឲ្យកូនក្មេងចង់រៀនហ្មងតែមិនមែនជាមេរៀនសង្កត់ឲ្យពួកគាត់ខំប្រឹងទៅរៀនប៉ុន្តែគាត់ផ្លាស់ប្ដូរជា function ដូចជាមានmovie ច្រើនហើយតាមរយៈការរៀនតាមរយៈ movie ឬក៏អីជាដើមអញ្ចឹងណាចាគាត់ចង់មករៀនច្រើនជាងមុនហើយគាត់ improve ភាសាអង់គ្លេសខ្ពស់មែនតើព្រោះជាធម្មតានៅផ្ទះខ្ញុំនិយាយតែភាសាខ្មែរជាមួយគាត់ទេប៉ុន្តែឥឡូវសូម្បីតែ sound សូម្បីតែ pronunciation របស់គាត់ហើយការនិយាយរបស់គាត់វា grow លឿនមែនតើបើសម្រាប់កូនពៅខ្ញុំនៅពេលដែលគាត់ផ្លាស់ប្ដូរពីសាលាចាស់មកសាលាថ្មីខ្ញុំដឹងតែមួយថ្ងៃខ្ញុំដឹងតែទទួលបាន feedback ពីគាត់ថាអូសុបាយម៉ាក់សុបាយនៅសាលាហ្នឹងក៏សុបាយមិត្តភ័ក្តិក៏អញ្ចេះអ្នកគ្រូក៏អញ្ចេះគាត់ប្រាប់ everything នៅសាលាមកហើយគាត់ so enjoy មកដល់អញ្ចឹងយើងមើលទៅហ្នឹងវាមកជារួមយើងអត់ដឹងថាយើងមិនយើងដាក់កូនឲ្យរៀនយើងរំពឹងខ្ពស់ពេកទេប៉ុន្តែយើងចង់មើលឃើញពីភាពរីករាយរបស់គាត់ដែលគាត់មករៀនហើយភាពទទួលខុសត្រូវដែលគាត់ធ្វើសម្រាប់ការរៀនសូត្ររបស់គាត់ហើយនឹងមួយទៀតហ្នឹងភាពរីកចម្រើនហើយភាពរីកចម្រើនហ្នឹងនៅក្នុង level ណាគឺខ្ញុំមើលដឹងថាកូនអាយុប៉ុណ្ណាវានៅក្នុង level ណាអញ្ចឹងបើថាឲ្យរំពឹងខ្លាំងពេកខ្ញុំអត់រំពឹងទេតែសំខាន់ not so stress សម្រាប់ពួកគាត់ជាធម្មតាមុននឹងខ្ញុំធ្វើអីមួយឬក៏មុននឹងខ្ញុំសម្រេចចិត្តដាក់កូននៅណាខ្ញុំ research ច្រើនកន្លែងណាមកតែខ្ញុំដាក់អញ្ចឹងណាហើយខ្ញុំមើលឃើញថា Suberry program របស់គាត់មកពីអង់គ្លេសហើយអង់គ្លេសវាអត់សូវ strict ខ្លាំងទេតាំងពីខ្ញុំដើរដាក់កូនមករៀនហ្នឹងណាហើយមួយទៀតដែរសំខាន់យើងមើលទៅទឹកចិត្តហើយនឹងកូនរបស់យើងដែលគាត់មករៀនពីព្រោះយើងមិនមែនជាអ្នករៀនទេយើងត្រូវគិតថាកូនយើងនៅពេលដែលមករៀនតើអ្វីខ្លះដែលគាត់ទទួលបានត្រឡប់ទៅវិញចំណេះដឹងហើយមួយទៀតដូចជាតកតមួយនឹងកីឡាឬក៏អាតឬក៏ចំណង់ចំណូលចិត្តអ្វីដែលគាត់មានតែសំខាន់គឺ Suberry គាត់មានទាំងអស់ so អាហ្នឹងវា easy សម្រាប់មេតាបេតាព្រោះមេតាបេតាមួយចំនួនឥឡូវគឺគាត់រវល់ខ្លាំងណាស់គាត់មិនមានពេលវេលាផ្ដោតទៅលើសិស្សដែលថាគ្រូផ្ដល់ព័ត៌មានឲ្យទៅណាទៅណីណាអញ្ចឹងមានតែនៅនឹងមួយព័ត៌មានវាក្តោបទាំងអស់វាងាយស្រួលសម្រាប់ខ្ញុំដែលជាមេតាបេតាដែរហើយមួយទៀត Suberry គាត់ផ្ដល់ feel comfortable មកឲ្យខ្ញុំច្រើនSuberry គឺគាត់អាចថាគាត់ understand ពី situation របស់ family មួយអាហ្នឹងគឺគាត់បានផ្ដល់ឲ្យមកខ្ញុំមានភាពកក់ក្ដៅនៅកន្លែងហ្នឹង